បន្ទាប់ពីខ្ញុំបន្តតាមដានស្ថានភាពចំនួនព្រំដែនខ្មែរសៀមនិងឧបាយកទុច្ចរិតរបស់បុគ្គលសំរងស៊ីជាប់ឈាមជាយួនតាំងខ្លួនជាខ្មែរស្នេហាជាតិការពារទឹកដីបែរជាលក់ក្បាលបម្រើបរទេសដើម្បីបំផ្លាញខ្មែរពិនិត្យឃើញថានៅពេលថ្មីនេះសំរងស៊ីនិងបកពួកនៅក្រៅប្រទេសបានប្រកាសនិងបញ្ចេញសមាជិករដ្ឋាភិបាលខុសច្បាប់មួយនៅក្រៅប្រទេសដែលអាចហៅថាជាក្រុមភេរវករត្រៀមដើម្បីបំផ្លិចបំផ្លាញខ្មែរនាពេលខាងមុខបើតាមពិនិត្យមើលនិងស្គាល់ច្បាស់ខ្ញុំមើលឃើញថាសមាជិករដ្ឋាភិបាលខុសច្បាប់របស់បុគ្គលសំរងស៊ីដែលចាត់តាំងទទួលខុសត្រូវលើវិស័យនីមួយៗគឺគ្មានសមត្ថភាពនិងបទពិសោធន៍អាចជួយជាតិខ្មែរបានទេមានជំនាញតែញុះញង់បំបែកបំបាក់និងបំផ្លាញខ្មែរតែប៉ុណ្ណោះខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលខុសច្បាប់របស់បុគ្គលសំរងស៊ីនេះគឺជាឧបាយកទុច្ចរិតដែលគេគ្រោងទុកយូរមកហើយបុគ្គលនេះដើររកបរទេសឲ្យគេជួយគាំទ្រដើម្បីបង្កើតរដ្ឋាភិបាលខុសច្បាប់ប៉ុន្តែគ្មានបរទេសឬខ្មែរណាគាំទ្រទេព្រោះវាជាសកម្មភាពភេរវកម្មខុសច្បាប់ដូច្នេះក្នុងកាលៈទេសៈខ្មែរកំពុងប្រឈមនឹងការឈ្លានពានពីបរទេសបុគ្គលសំរងស៊ីបានឆ្លៀតឱកាសនេះបង្កើតរដ្ឋាភិបាលខុសច្បាប់នេះសារជាថ្មីដោយយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកបោកបញ្ឆោតនិងបន្លំភ្នែកខ្មែរថាជាការស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរឡើងវិញហើយគេនឹងប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះប្តឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះឲ្យជួយខ្មែរនឹងការពារទឹកដីខ្មែរដែលកំពុងមានការឈ្លានពានពីសៀមដែលនេះគ្រាន់តែជាល្បិចរបស់បុគ្គលសំរងស៊ីនិងបព្វពួកដើម្បីបិទបាំងនៅឧបាយកទុច្ចរិតនិងខុសច្បាប់របស់ពួកគេដើម្បីបំផ្លាញខ្មែរតែប៉ុណ្ណោះចំណុចនេះខ្ញុំសូមលើកនៅភស្តុតាងនិងសកម្មភាពជាក់ស្ដែងជូនបងប្អូនជនរួមជាតិខ្មែរពិចារណាតាមការមើលឃើញរបស់ខ្ញុំក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991រដ្ឋអំណាចខ្មែរបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតដល់រកបានការឯកភាពជាតិនិងសន្តិភាពពេញលេញព្រមទាំងអនុវត្តបានយ៉ាងល្អប្រសើរនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបកដោយការរៀបចំបោះឆ្នោតក្រោមការចូលរួមដោយសេរីនិងយុត្តិធម៌ពីសំណាក់រាស្ត្រខ្មែរចំនួន7អាណត្តិហើយខ្មែរក៏នៅបន្តប្រកាន់យកគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបកនៅពេលបច្ចុប្បន្ននិងទៅអនាគតដោយមិនបានបំផ្លាញចោលនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះឡើយផ្ទុយទៅវិញបុគ្គលសំរងស៊ីនិងបកពួកជ្រុលនិយមមួយចំនួនទេដែលបាននឹងកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យពីព្រោះដូចបងប្អូនឃើញជាក់ស្ដែងហើយបុគ្គលសំរងស៊ីបានចូលរួមដណ្ដើមអំណាចនិងផ្ទួលរដ្ឋអំណាចខ្មែរតាមរយៈការបោះឆ្នោតប៉ុន្តែមិនដែលឈ្នះនោះទេទើបបុគ្គលសំរងស៊ីបដូរយុទ្ធសាស្ត្រដណ្ដើមអំណាចក្រៅផ្លូវប្រជាធិបតេយ្យវិញដែលយុទ្ធសាស្ត្រនេះនឹងធ្វើឲ្យខ្មែរអន្តរាយធ្លាក់ទៅក្នុងសង្គ្រាមសាជាថ្មីដើម្បីអាចផ្ដួលរំលំរដ្ឋអំណាចខ្មែរនិងបានអំណាចបុគ្គលសំរងស៊ីប្រើគ្រប់ឧបាយកទុច្ចរិតបង្កចលាចលវឹកវរក្នុងសង្គមខ្មែររហូតដល់បុគ្គលសំរងស៊ីហ៊ានចុះកិច្ចព្រមព្រៀងជាមួយក្រុមយួនកុកសកាត់ទឹកដី4ខេត្តនៅភូមិភាគឦសានរបស់ខ្មែរឲ្យទៅក្រុមយួនកុកសដើម្បីបង្កើតរដ្ឋមួយប្រសិនបើក្រុមយួនកុកសជួយដល់បុគ្គលសំរងស៊ីផ្ដួលរំលំរដ្ឋអំណាចខ្មែរនិងឡើងកាន់អំណាចរដ្ឋអំណាចខ្មែររកឃើញនិងមានភស្តុតាងអំពីឧបាយកនេះដែលជាអំពើក្បត់ជាតិខ្មែរក៏ចាត់វិធានការផ្លូវច្បាប់លើបុគ្គលសំរងស៊ីនិងបាក់ពួករត់ចោលស្រុកកិច្ចពីសំណាញ់ច្បាប់របស់ខ្មែររួចទៅស្រែកសុំការអាណិតអាសូរពីខ្មែរនិងបរទេសនៅក្រៅស្រុកដោយចោទប្រកាន់និងលាបពណ៌ថារដ្ឋអំណាចខ្មែរផ្ដាច់ការបំផ្លាញលទ្ធិប្រជាធិបតេយ្យប្រើច្បាប់មកបំបិទមាត់អ្នកប្រជាធិបតេយ្យធ្វើឲ្យពួកគេជាជនរងគ្រោះហើយសូមឲ្យជួយគាំទ្រពួកគេឲ្យបង្កើតចលនាតស៊ូឬរដ្ឋាភិបាលក្រៅស្រុកខុសច្បាប់ដើម្បីពួកគេមានឱកាសបន្តឧបាយកបំផ្លាញខ្មែរប៉ុន្តែគ្មានបរទេសណាគេជឿនិងគាំទ្រចំពោះការបោកប្រាស់របស់បុគ្គលសំរងស៊ីទេពីព្រោះគេមើលឃើញភស្តុតាងច្បាស់បង្ហាញពីទង្វើទុច្ចរិតរបស់បុគ្គលរូបនេះស្ថិតក្នុងស្ថានភាពបច្ចុប្បន្នស្របពេលដែលរដ្ឋអំណាចខ្មែរនិងរាស្ត្រខ្មែរទាំងអស់កំពុងឈឺចាប់និងទប់ទល់ជាមួយខ្មាំងសត្រូវឈ្លានពានបុគ្គលសំរងស៊ីនិងបកពួកជ្រុលនិយមឆ្លៀតឱកាសនេះទៅចាប់ដៃសហការជាមួយសត្រូវឈ្លានពានដើម្បីបំផ្លាញខ្មែរដោយប្រើយុទ្ធសាស្ត្រហែកកម្លាំងនិងបំបែកបំបាក់ខ្មែរតាមរយៈការបង្កើតចលនាឬរដ្ឋាភិបាលខុសច្បាប់នៅក្រៅស្រុកនេះឡើងដោយគិតថាឱកាសនេះពួកគេអាចហែកកម្លាំងធ្វើឲ្យខ្មែរចុះខ្សោយដែលគេអាចផ្ដួលរំលំរដ្ឋអំណាចនិងមានឱកាសកាន់អំណាចហើយបើកដៃឲ្យខ្មាំងសត្រូវឈ្លានពានអាចយកដីខ្មែរបានដោយងាយស្រួលតាមផែនការបង្កើតរដ្ឋាភិបាលខុសច្បាប់នៅក្រៅស្រុករបស់បុគ្គលសំរងស៊ីនេះពួកគេបានរៀបចំផែនការមួយដោយប្រមូលកម្លាំងជ្រុលនិយមជ្រកក្រោមបកនយោបាយក្នុងស្រុកមកពីតាមបណ្ដាខេត្តត្រៀមប្រមូលផ្ដុំកម្លាំងគ្នានៅក្រុងភ្នំពេញនៅថ្ងៃទី23ខែតុលាខាងមុខនេះក្រោមរូបភាពប្រារព្ធរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប៉ុន្តែធៀបពិតជាការប្រមូលកម្លាំងដើម្បីគាំទ្ររដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេសរបស់បុគ្គលសំរងស៊ីដែលនឹងប្រកាសនៅថ្ងៃទី23ខែតុលានេះដែរហើយគេក៏នឹងឆ្លៀតឱកាសនោះបំផុសញុះញង់បង្កឲ្យកើតមានស្ថានភាពអាក្រក់អន្តរាយដល់ជាតិខ្មែរស្របពេលដែលរដ្ឋអំណាចខ្មែរកំពុងជាប់ដៃតស៊ូទប់ទល់ជាមួយខ្មាំងសត្រូវសៀមឈ្លានពាន
ដូច្នេះសរុបមកវិញផែនការឧបាយកបង្កើតរដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេសក្រោមហេតុផលដើម្បីការពារនិងស្ដារលទ្ធិប្រជាធិបតេយ្យនៅខ្មែរគឺជាឧបាយកខ្មៅងងឹតរបស់បុគ្គលសំរងស៊ីជាប់ឈាមជាយួនដើម្បីបំផ្លាញខ្មែរបម្រើផលប្រយោជន៍បរទេសតែប៉ុណ្ណោះសូមបងប្អូនខ្មែរដែលស្រឡាញ់ជាតិទឹកដីពិតប្រាកដកុំជឿនិងចូលរួមសកម្មភាពទុច្ចរិតរបស់បុគ្គលនេះនិងបកពួកដែលធ្វើឲ្យខ្មែរបែកបាក់ចុះខ្សោយដែលជាឱកាសសម្រាប់ខ្មាំងសត្រូវអាចឈ្លានពានយកដីខ្មែរបានដោយងាយស្រួលប្រសិនបើបងប្អូនស្រឡាញ់ជាតិនិងទឹកដីត្រូវបង្ហាញជាតិនិយមនិងចូលរួមគាំទ្រជាមួយរដ្ឋអំណាចខ្មែរដើម្បីឲ្យក្លាយជាកម្លាំងជាតិតែមួយដើម្បីទប់ទល់និងបំផ្លាញចោលនៅផែនការឧបាយករបស់បុគ្គលសំរងស៊ីនិងខ្មាំងសត្រូវឈ្លានពានដែលកំពុងប៉ុនប៉ងលេបយកដីខ្មែរដូច្នេះប្រសិនបុគ្គលសំរងស៊ីជាប់ឈាមជាយួនផ្ដួលរំលំរដ្ឋអំណាចខ្មែរនិងឡើងកាន់អំណាចបានជោគជ័យពេលនោះដីខ្មែរនឹងបាត់បង់ទាំងខាងលិចនិងខាងកើតប្រសិនបើខ្មែរបែកបាក់ខ្មែរនឹងស្លាប់ប៉ុន្តែប្រសិនបើខ្មែររួបរวมខ្មែររស់រឹងមាំអភិវឌ្ឍរីកចម្រើនធានាបានសន្តិភាពនិងភាពរស់សុខសាន្តរបស់ខ្មែរយូរអង្វែង